ស្រឡាញ់ឲ្យគេដឹងចិត្តដោយយកកំបិតមកចាក់ខ្លួនឯងពាក្យនេះគឺមិនខុសទេនៅពេលដែលយើងស្រឡាញ់នរណាម្នាក់ខ្លាំងយើងក៏កុំឲ្យគេដឹងអំពីចិត្តអំពីចរិតរបស់យើងទាំងអស់ពេកព្រោះថាមនុស្សកាលណាដែលដឹងអំពីទំហំនៃក្តីស្រឡាញ់ឬចិត្តគំនិតរបស់យើងអស់ទៅថ្ងៃណាមួយយើងនឹងឈឺចាប់ព្រោះគេដឹងអំពីចិត្តគំនិតរបស់យើងអស់ហើយគេចង់ធ្វើមិនក៏បានពេលដែលយើងអត់គេអត់បានគេដឹងតែយើងស្រឡាញ់គេដឹងតែយើងខ្វាយខ្វល់ពីគេអញ្ចឹងពាក្យដែលគេនិយាយថាស្រឡាញ់ឲ្យគេដឹងចិត្តដោយយកកំបិតមកចាក់ខ្លួនឯងហ្នឹងគឺវាត្រឡប់មកវិញបែបហ្នឹងត្រូវបានគេមើលងាយក្តីស្រឡាញ់ត្រូវបានគេមិនឲ្យតម្លៃក្តីស្រឡាញ់មានន័យថាបុគ្គលម្នាក់ដែលយើងស្រឡាញ់ហ្នឹងគេគិតថាយើងអត់គេគឺអត់បានអញ្ចឹងគេចង់ធ្វើមិនក៏បានគេចង់ធ្វើមិនក៏បានដែរទោះបីជាគេធ្វើខុសទោះបីជាគេទៅតាក់ទងអ្នកនេះអ្នកនោះក៏គេនៅតែត្រូវគឺមានន័យថាយើងស្រឡាញ់គេអញ្ចឹងកុំស្រឡាញ់នរណាម្នាក់បង្ហាញអារម្មណ៍ឲ្យគេដឹងថាយើងស្រឡាញ់គេខ្លាំងឬក៏កុំឲ្យគេដឹងអំពីចិត្តរបស់យើងទាំងអស់ពេកយើងគួរតែលាក់បាំងខ្លះហ្នឹងហើយព្រោះពេលខ្លះសំបីតែគូស្វាមីដែលបានរៀបការជាមួយគ្នាក៏នៅតែបែកបាក់គ្នាដែរដោយសារតែរឿងរ៉ាវអំពីអត្តចរិតដែលយើងបង្ហាញអស់ពេកហ្នឹងយើងស្រឡាញ់គឺយើងព្យាយាមថែរក្សាហើយប៉ុន្តែក្តីស្រឡាញ់នេះទៀតសោតនៅពេលដែលយើងបង្ហាញអស់ពេកវាធ្វើឲ្យយើងឈឺចាប់ពីក្រោយទេអញ្ចឹងអ្នកនរគ្នាប្រយ័ត្នមែនតើចំណុចមួយហ្នឹងណា